នៅពេលដែលជួបគាត់ហ្នឹងគឺភ័យមែនតើសម្បីតែមុខគាត់ក៏ខ្ញុំអត់ហ៊ានមើលដែរសប្តាហ៍ថ្ងៃនេះខ្ញុំមានតំណែងស្នេហាហើយដៃគូខ្ញុំគាត់ស្នាក់នៅខេត្តពួកខ្ញុំមានតំណែងស្នេហា6ឆ្នាំជាងហើយចាប់ដើមដំបូងហ្នឹងគឺតាមរយៈ Facebook ពេលហ្នឹងគាត់មានដៃគូរបស់គាត់ផ្សេងខ្ញុំក៏មានផ្សេងប៉ុន្តែគាត់មកពួកយើងបានបែកបាក់រៀងខ្លួនក៏បានទៅជាចាប់ដើមឆាតលេងមួយគ្នាតែថាអ្នកកូនចិត្តប៉ះអ្នកកូនចិត្តយើងចាប់ដើមលើកទឹកចិត្តគ្នាចឹងណាចំពោះដៃគូរបស់ខ្ញុំគាត់មានចំណុចពិសេសច្រើនទី1គាត់ជាមនុស្សម្នាក់ដែលអត់ញញៃច្រើនហើយទី2គាត់ជាមនុស្សម្នាក់ដែលអត់សូវទាមទារពេលវេលាពីខ្ញុំទេហើយចំណុចដែលពិសេសចុងក្រោយហ្នឹងគឺគាត់ស្រឡាញ់ខ្ញុំជាខ្ញុំពេលដែលខ្ញុំដឹងថាខ្ញុំស្រឡាញ់គាត់នៅពេលដែលយើងទៅនេពីការរៀនសូត្រហ្នឹងយើងចង់តែឆាតទៅគាត់ទេហើយនៅពេលដែលបានគាត់ reply អូយើងសប្បាយចិត្តមែនតើគឺពេលខ្លះមានថាលួចញញឹមតែម្នាក់ឯងពេលដែលយើងជួបគ្នាដំបូងគឺយើងគឺខ្ញុំទៅជួបគាត់នៅខេត្តអញ្ចឹងហើយក៏បាននៅគេទៅជីកត្រហើយពេលហ្នឹងក៏បានកាន់ដៃគ្នាលើកដំបូងដែរពេលដែលជួបគាត់ហ្នឹងគឺភ័យមែនតើសម្បីតែមុខគាត់ក៏ខ្ញុំអត់ហ៊ានមើលដែរប៉ុន្តែដោយសារតែពេលហ្នឹងនៅក្នុងកន្ត្រកមានតែគាត់ឲ្យខ្ញុំហើយដូចដឹងស្រាប់ហើយអារម្មណ៍តែជីកត្រវាភ័យអញ្ចឹងគឺគាត់ពេលហ្នឹងភ័យអញ្ចឹងយើងអត់មានអីយើងមានតែចាប់កាន់ដៃគាត់ខ្ញុំចាប់ដើមដឹងតែខ្លួនឯងចាប់ដើមស្រឡាញ់ភេទដូចគ្នាគឺនៅកំឡុងដែលខ្ញុំរៀនថ្នាក់ទី7ហើយខ្ញុំតែងតែចង់ផ្លាស់ប្ដូរខ្លួនឯងប៉ុន្តែគាត់ថានៅពេលហ្នឹងយើងខ្លាចទទួលបានការរិះគន់ហើយនឹងការរើសអើងដូរការស្លៀកពាក់ហើយនឹងកាត់សក់របស់ខ្ញុំហ្នឹងគឺនៅក្នុងឆ្នាំទី2នៅពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យពេលដែលបានធ្វើជាខ្លួនឯងគឺខ្ញុំមានអារម្មណ៍មួយថាខ្ញុំសប្បាយចិត្តហើយនឹងបានធ្វើអីជាការពិតរបស់ខ្លួនឯងពេលដែលខ្ញុំហ៊ានប្រាប់ដល់គ្រួសារខ្ញុំគឺរយៈពេលយូរដែរប្រហែលជា10ឆ្នាំជាងពេលហ្នឹងគឺគាត់អត់សប្បាយចិត្តមកខ្ញុំទេគាត់ថាគាត់ទទួលយកអត់បានទេកូនគាត់ជាមនុស្សស្រីអញ្ចឹងគឺគាត់ចង់បានកូនគាត់ជាមនុស្សស្រីមកវិញចំពោះតំណែងរបស់ខ្ញុំហើយនឹងដៃគូរបស់ខ្ញុំបញ្ហាធំគឺបញ្ហាគ្រួសារព្រោះដំបូងឡើយគឺម្ដាយរបស់ខ្ញុំគាត់អត់ទទួលស្គាល់ទេក្រោយមកគាត់លែងខឹងសម្បាននឹងរឿងហ្នឹងហើយដៃគូរបស់ខ្ញុំក៏អាចទៅផ្ទះខ្ញុំធម្មតាបើកន្លែងទៅដៃគូរបស់ខ្ញុំវិញគឺគាត់មានបញ្ហាមែនតើជាមួយនឹងគ្រួសាររបស់គាត់ពួកគាត់ថាគាត់អត់ដែលឃើញបែបហ្នឹងទេហើយកុំធ្វើអីខុសគេគឺគាត់និយាយមួយម៉ាត់ថាគាត់ខ្មាស់គេហើយនឹងមួយទៀតគាត់ថាស្រឡាញ់មនុស្សស្រីដូចគ្នាអត់មានអនាគតទេគ្រួសាររបស់គាត់តែអហង្ការមួយគាត់គឺគាត់ពិបាកចិត្តមែនតើដល់ថ្នាក់គាត់ទេមកខ្ញុំហើយគាត់យំគាត់ថាប៉ាបងគាត់កាកាគាត់ចោលហើយគាត់នឹងធ្វើមិនទេគឺគាត់ពិបាកចិត្តណាស់ដោយសារតែជាក់ស្ដែងខ្ញុំនិងគាត់គឺចង់ support ពីគ្រួសារសងខាងអញ្ចឹងយកមានអីគឺមានតែលើកទឹកចិត្តគ្នាជាពិសេសគឺខ្ញុំផឹងលើកទឹកចិត្តគាត់មែនតើមកដល់សប្តាហ៍ថ្ងៃនេះដែរពួកគាត់ក៏បានជួបជុំគ្នាហើយឥឡូវហ្នឹងក៏គាត់បានចាប់ដើមនិយាយគ្នាវិញតំណែងមួយហ្នឹងក៏យើងបានរក្សាភាពស្ងប់ស្ងាត់ដើម្បីជៀសវាងបញ្ហាពេលដែលគឺនឹងកាត់ឡើងយើងពិបាកចិត្តប៉ុន្តែយើងបែរជាយកធម្មពលអស់ហ្នឹងទៅជាជំរុញជាធម្មពលវិជ្ជមានវិញអញ្ចឹងពេលហ្នឹងពួកយើងអាចនឹងសប្បាយចិត្តជាងមុនហើយអីដែលក្តីសម័យគ្រប់យ៉ាងពួកយើងនឹងអាចសម្រេចបានបើសិនជាយើងមានក្តីស្រឡាញ់ចំពោះនរណាម្នាក់អញ្ចឹងខ្ញុំគិតថាយើងគួរតែសាកបង្ហាញអារម្មណ៍របស់យើងទៅគេសិនព្រោះថាពេលខ្លះគេក៏អាចនឹងដូចយើងដែរគេស្រឡាញ់យើងប៉ុន្តែគេអត់ហ៊ានសារភាពដោយសារតែខ្លាចអញ្ចឹងខ្ញុំគិតថាគួរតែយើងបញ្ចេញអារម្មណ៍ទៅប្រាប់គេទោះបីជាចម្លើយនឹងបែបមិនក៏ដោយថ្ងៃអនាគតខ្ញុំចង់ឃើញសង្គមរបស់យើងឈប់មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាហើយជាពិសេសដល់តម្លៃឲ្យអ្នកស្រឡាញ់ភេទដូចគ្នាគឺនៅភាពស្មើគ្នាក្នុងការធ្វើការអ្វីមួយ